ចាគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបអ្នកខ្ញុំនៅវីដេអូថ្មីទៀតហើយអ្នកខ្ញុំឈ្មោះជាស្រីណាជាកសិករមួយរូបដែលចិញ្ចឹមមាន់នៅភូមិជ្រៃវែងឃុំស្រែរនងស្រុកត្រាំកក់ខេត្តតាកែវថ្ងៃនេះអ្នកខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រនៃការចិញ្ចឹមមាន់ស្រែឥឡូវនេះកូនមាន់របស់អ្នកខ្ញុំវាមានអាយុ5សប្តាហ៍ចង់ដឹងថាវាមានបញ្ហាឬក៏ទំហំប៉ុណ្ណាខ្លះមកទៅទស្សនាជាមួយអ្នកខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាដោយដឹងស្រាប់ហើយថាវីដេអូមុននេះខ្ញុំបានបង្ហាញថាមាន់របស់អ្នកខ្ញុំហ្នឹងវាមានជួបបញ្ហាដូចជាយើងនៅពេលដែលវាត្រូវទឹកភ្លៀងវាមានបញ្ហាដូចជាសម្កកហើយដូចជារាកសអីអញ្ចឹងណាឥឡូវនេះអ្នកខ្ញុំនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាទាំងអស់គ្នាថាឥឡូវនេះវាមានអាការៈបែបណាហើយអ្នកខ្ញុំចាប់ផ្ដើមប្រើវិធីសាស្ត្រក៏ដូចជាការដាក់ថ្នាំដើម្បីព្យាបាលដូចគ្នាអញ្ចឹងចង់ដឹងថាប្រសិទ្ធភាពបែបណាឥឡូវយើងទៅទស្សនាទាំងអស់គ្នាមកចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះជាមាន់ដែលអ្នកខ្ញុំថាវាមានបញ្ហាដោយអាការៈវាមានកូនមាន់មួយចំនួនវាមានដូចជាប៉ោងភ្នែកមានផ្ដាសាយហើយក៏ដូចជារាកសខ្លះអញ្ចឹងណាឥឡូវថ្ងៃនេះនេះពុកម៉ែបងប្អូនទាំងអស់គ្នាយើងមើលមកពងទឹកនេះមកអាហ្នឹងយើងទៅតែចាប់ផ្ដើមដាក់ថ្នាំមកពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចាំមើលទាំងអស់គ្នាថាតើវីដេអូក្រោយនេះខ្ញុំនឹងបង្ហាញម្ដងទៀតថាតើមាន់នេះវានឹងមានអាការៈបែបណាហើយនឹងការលូតលាស់របស់វាគឺមានលក្ខណៈបែបណាទាំងអស់គ្នាចាហើយមួយវិញទៀតបងប្អូនទាំងអស់គ្នាសម្រាប់ចំណីគឺយើងដាក់ធម្មតាដូចដើមហើយដោយសារឥឡូវហ្នឹងដូចយើងដឹងស្រាប់ហើយថាវាអាសាភ្លៀងញឹកញាប់អញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងគឺយើងត្រូវការបិទបាំងជាងមុនអញ្ចឹងទៅហើយដូចជាពេលថ្ងៃអីបើសិនជាមានមេឃភ្លៀងអីគឺយើងមិនបាច់លេងវាពុកម៉ែបងប្អូនទាំងអស់គ្នាព្រោះដោយសារការន័យថាពេលដែលមានមេឃភ្លៀងដៃរបស់យើងហ្នឹងប្រកាសជាសើមអញ្ចឹងវាអាចធ្វើឲ្យងាយនឹងបង្កមេរោគបន្ថែមទៀតអញ្ចឹងហើយនេះខ្ញុំរៀបខមមិនថាយើងត្រូវបិទវាឃុំនៅក្នុងធុងសិនណាយើងមិនបាច់យកវាចេញទេដោយសារបើសិនជាយើងកំពុងតែជួបបញ្ហាហើយយើងទៅលេងទៅក្រៅហើយវាដើរចុកផ្ដេសផ្ដាស់ហើយវាបង្កជាជំងឺថែមទៀតអញ្ចឹងទោះជាយើងមានថ្នាំស័ក្តិសិទ្ធិមកក៏ដោយពុកម៉ែបងប្អូនទាំងអស់គ្នាពេលខ្លះក៏យើងអាចទប់ស្កាត់វាជាប់ 100% ដែរចាហើយមួយទៀតសម្រាប់នៅពេលដែលមាន់យើងបិទឃុំវានៅក្នុងធុងអញ្ចឹងគឺយើងត្រូវកលែងមើលអាកាមដែលយើងខាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាគឺយើងត្រូវតែអាសាបោះវាមែនតើយើងអត់អាចទុកវាឲ្យអាចច្រើនកោតែអានេះក៏ជាកត្តាមួយដែលជំរុញឲ្យអាចមាន់ហ្នឹងបង្កទៅជាសត្វសមើសាច់អីអញ្ចឹងទៅវាអាចមកខាំមាន់របស់យើងអញ្ចឹងវាអាចធ្វើឲ្យមាន់របស់យើងហ្នឹងក៏វាធំលូតលាស់យឺតដែរអញ្ចឹងគឺយើងត្រូវការសម្អាតវាឲ្យស្អាតហ្មងណាថាខ្ទង់2ថ្ងៃយ៉ាងយូរ3ថ្ងៃគឺយើងត្រូវការតែសម្អាតវាចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់កូនមាន់ក៏ខាងនាងខ្ញុំមានលក់ផងដែរបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានប្រភេទកូនមាន់ពួយស្គួយហើយកូនមាន់ស្រែសុទ្ធ 100% ពុកម៉ែបងប្អូនអាចតំណងមកខាងនាងខ្ញុំផ្ទាល់បានចាហើយសម្រាប់វីដេអូនេះដែរគឺនាងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាចាអរគុណជម្រាបលា